មានបងប្អូនជាច្រើនក៏ឆាតមកសួរខ្ញុំណាក៏សួរថាបងច្រកអាថងដាក់កាហ្វេនេះធ្វើអ្វីហើយទៅថ្ងៃខែធ្វើអ្វីបងប្អូនកន្លែងនេះដោយសារខ្ញុំច្រកបែបនេះគឺទីមួយគឺខ្ញុំការពារនៅពេលដែលមានបំរែបំរួលនៅពេលដែលយើងឆុងអញ្ចឹងជាទូទៅ grinder កណាដែលអាចប្រើយូរអាចថាកិនមិនបានម៉ត់ល្អដូចការដែលយើងច្រកទុកនេះទីមួយវាអាចថាកិនយូររៀងគឺទីពីរអាចនឹងថ្មិញនៃឧបករណ៍កិនហ្នឹងត្រូវបានសឹកអញ្ចឹងកាលណាដែលសាច់កាហ្វេមិនសូវបានមកល្អនៅពេលដែលបងប្អូនយកទៅឆុងទៅអត់សូវឈ្ងុយអត់សូវបានគ្រីមមកល្អអញ្ចឹងការដែលច្រកទុកនៅលើនេះកន្លែងនេះគ្រាន់ជាការប្រៀបធៀបឬក៏យើងរកបញ្ហានៅពេលដែលយើងសង្ស័យថាឆុងអត់សូវឈ្ងុយឆុងអត់សូវឆ្ងាញ់ហើយមួយវិញទៀតបងប្អូនកន្លែងនេះក៏ខ្ញុំបានណូតទុកដែរជាទូទៅនៅពេលដែលយើងដោះលាងសម្អាតពេលខ្លះយើងបវលត្រូវវិញអត់ត្រូវជុំវាឬអត់ត្រូវកលាក់វាអត់ត្រូវបានកន្លែងយើងគូសចំណាំនេះទេធ្វើឲ្យការសេរីរបស់យើងពិបាកមែនទែនដើម្បីរកភាពម៉ត់ឲ្យស្មើជាមួយភាពម៉ត់នេះឡើងវិញអញ្ចឹងណាអញ្ចឹងក្នុងវិធីរបស់ខ្ញុំប្រើរាល់ថ្ងៃហ្នឹងគឺខ្ញុំប្រើវិធីបែបហ្នឹងបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេច share ទុកម្នាក់មួយផងណា